មេរៀនទី14រឿងគោក្របីគ្មានធ្មេញលើកាលពីព្រេងនាយមានខ្លាមួយសួរគោថាខ្លួនបងគោឯងធំហេតុអ្វីក៏ទ្រាំឲ្យមនុស្សទឹមដូច្នេះគោតបមនុស្សតូចមែនប៉ុន្តែមានប្រាជ្ញាខ្លាឆ្ងល់ក៏សួរកសិករពូឯណាប្រាជ្ញារបស់ពូកសិករតបប្រាជ្ញាពូទុកនៅឯផ្ទះចាំពូទៅយកឲ្យមើលតែពូសុំចងឯងសិនព្រោះខ្លាចឯងស៊ីគោខ្ញុំខ្លាយល់ព្រមឲ្យកសិករចងខ្លួនជាប់ពេលនោះកសិករទាញដំបងសំពងខ្លាហើយប្រាប់ថានេះហើយប្រាជ្ញាមនុស្សគោនិងក្របីឃើញដូច្នោះក៏សើចហើយដួលមាត់បុកនឹងថ្មបាក់ធ្មេញលើអស់រលីងហេតុនេះហើយបានជាគោនិងក្របីគ្មានធ្មេញខាងលើរហូតដល់សព្វថ្ងៃនេះ